លោកអភិបាលខណ្ឌចិនប៊ុនធឿននិងលោកអធិការហៀងថារ៉េតនៅតែបន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបហានិភ័យបទល្មើសបច្ចេកវិទ្យាអនឡាញស្កេនតាមខុនដុតទុកចោលខណ្ឌឫស្សីកែវការឆ្លុះបញ្ចាំងពីសកម្មភាពការងារយ៉ាងសកម្មនិងមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឫស្សីកែវបាននឹងកំពុងបង្កើតនូវការជឿជាក់យ៉ាងមុតមាំពីសំណាក់ប្រជាពលរដ្ឋតាមរយៈការចុះពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈដល់មូលដ្ឋានផ្ទាល់ជាក់ស្ដែងនាថ្ងៃពុធ300ខែចេឆ្នាំមកមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី3ខែមិថុនាឆ្នាំ2026នេះលោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានបង្ហាញពីគំរូភាពជាអ្នកដឹកនាំដ៏មុតស្រួចដោយបានចុះត្រួតពិនិត្យទីតាំងអគារខុនដូទុកចោលចំនួន2ទីតាំងស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញសកម្មភាពនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ក្រោមការចូលរួមសហការយ៉ាងសកម្មនិងម៉ឺងម៉ាត់ពីលោកវរៈសេនីយ៍តូហៀងថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវរួមជាមួយលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និងមន្ត្រីជំនាញពាក់ព័ន្ធការចុះអន្តរាគមន៍លើអគារខ្ពស់ៗចំនួន2ដែលមានកម្ពស់23ជាន់និង30ជាន់សរុបជាង1000បន្ទប់នេះឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មិនមើលរំលងសូម្បីតែចំណុចប្រឈមតូចណាមួយឡើយឈលលើស្មារតីសកម្មការពារជាមុនលោកចិនប៊ុនធឿនបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថាវិធានការចុះត្រួតពិនិត្យផ្ទាល់នេះគឺដើម្បីពង្រឹងការគ្រប់គ្រងស្នាក់នៅរបស់ជនបរទេសឲ្យបានត្រឹមត្រូវតាមច្បាប់និងជាពិសេសគឺដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលានៅរាល់បទល្មើសបច្ចេកវិទ្យា online scam ដែលជាបញ្ហាក្តៅគគុកមជ្ឈដ្ឋានទូទៅបានវិតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រដឹកនាំរបស់លោកអភិបាលខណ្ឌចិនប៊ុនធឿននិងការអនុវត្តច្បាប់ប្រកបដោយជីវៈខ្ពស់របស់លោកអធិការហៀងថារ៉េតដែលជានិច្ចកាលតែងតែរួមសហការគ្នាយ៉ាងរលូនដូចធ្មេញនិងអណ្ដាតក្នុងការបង្ក្រាបរាល់បទល្មើសនានាកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមនសិការនិងភាពហ្មត់ចត់របស់ថ្នាក់ដឹកនាំទាំងពីររូបនេះមិនត្រឹមតែជួយកាត់បន្ថយបទល្មើសនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបាននាំមកនូវភាពសុខសាន្តទំនុកចិត្តនិងការរស់នៅដោយក្តីកក់ក្ដៅបំផុតជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវទាំងមូលផងដែរក្នុងឱកាសចុះបេសកកម្មនោះដែរលោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវលោកក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការអំពាវនាវនិងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានលោកបានបញ្ជាក់ថាការរួមចំណែកផ្ដល់ព័ត៌មាននិងរាយការណ៍រាល់ការសង្ស័យជុំវិញទីតាំងប្រមូលផ្ដុំខុសប្រក្រតីគឺជាកត្តាដ៏សំខាន់ដែលជួយឲ្យសមត្ថកិច្ចអាចចុះអន្តរាគមន៍ត្រួតពិនិត្យនិងទប់ស្កាត់បានទាន់ពេលវេលាដើម្បីរួមគ្នាបង្កើតសហគមន៍មួយប្រកបដោយសុវត្ថិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព